នារសៀលថ្ងៃសៅរ៍14កើតខែពិសាខឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី10ខែឧសភាឆ្នាំ2025នៅសាលាបុណ្យភូមិស្រែតាជ័យខាងលិចឃុំអភិវឌ្ឍស្រុកទឹកផុសខេត្តកំពង់ឆ្នាំងឯកឧត្តមឆៃរតិសែនអនុប្រធានទី1ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យនិងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនិងលោកជំទាវបានអញ្ជើញទៅចូលរួមពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ2025សូមបញ្ជាក់ជូនផងដែរថានៅស្រុកទឹកផុសមានការិយាល័យបោះឆ្នោតសរុប104ការិយាល័យនិងនៅស្រុកសាមគ្គីមានជ័យមាន128ការិយាល័យដោយឡែកនៅឃុំអភិវឌ្ឍមាន15ការិយាល័យសម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតមានរយៈពេល26ថ្ងៃគឺចាប់ផ្ដើមពីថ្ងៃទី1រហូតដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025នៅតាមសាលាឃុំសង្កាត់និងនៅតាមទីតាំងមួយចំនួនក្នុងឃុំសង្កាត់ដោយធ្វើការទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យផងដែរគោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ2025នេះគឺដើម្បីធានាឲ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពពេញលេញភាពត្រឹមត្រូវនិងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពក្នុងឱកាសនោះឯកឧត្តមឆៃរតិសែនបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងឃុំទាំង19នៃស្រុកទឹកផុសនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងត្រូវត្រៀមឯកសារគ្រប់គ្រាន់អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានិងទាន់ពេលវេលា